បាទក្រោយពីបានសិក្សាមកច្រើនហើយតាំងពីកខគខងចឆជឆញឥឡូវនេះចូលព្យញ្ជនៈថ្មីមួយទៀតគឺព្យញ្ជនៈដរូបទំនើបរបស់យើងទៅសេបែបនេះហើយជើងដដូចជើងតដែរបាទតែជើងដបុរាណអត់ដូចជើងតទេបាទជើងដគឺជើងដហើយជើងតគឺជើងតហើយអញ្ចឹងការប្រើប្រាស់មិនដូចគ្នាទេហើយអក្សរដនៅក្នុងសម័យបុរាណឃើញមានតិចប៉ុន្តែអក្សរតក្នុងសម័យបុរាណឃើញមានច្រើនបាទហើយបាទបន្តព្យញ្ជនៈរបស់យើងអត់ចាញ់ទេនៅពេលនេះមានតែមកមើលជើងរបស់ព្យញ្ជនៈដោយសារតែការប្រើប្រាស់អក្សរថនេះมันបានទូលំទូលាយពេកនោះទេនៅក្នុងសម័យមុនកហើយជើងដូនេះក៏យើងឃើញតែជើងដែរមិនមែនមានន័យថាខ្មែរយើងយកពីគេមកអត់អស់ទេយកមកអស់គ្រាន់តែពាក្យហ្នឹងមិនសូវកត់ត្រាដូចភាសាខ្មែរយើងបច្ចុប្បន្នអញ្ចឹងពាក្យថាវិធាមរាអីឬខ្លះថាអន្តធិមរាมันមានច្រើនទេมันមានកត់ត្រាទេដូចពាក្យថាធាលអីហ្នឹងអក្សរដូហ្នឹងបាទតអំពីព្យញ្ជនៈមុនដែលមានតែជើងហើយអត់មានតួនេះយើងឃើញជើងរបស់ថគេហៅថភ្លុកនោះឬក៏ថធំហើយបើក្មេងៗហៅថឋានីក៏ប៉ុន្តែគូមូលបន្តិចក៏បានដែរប៉ុន្តែខ្ញុំទាញទៅវាជ្រុលវាមិនមែនមូលបាទគូឲ្យមូលបន្តិចទៅណាបាទអានេះរៀងចេញរៀងបែបនេះមកដូចជាស្តៀងនឹងជើងវបច្ចុប្បន្នប៉ុន្តែអត់ទេខ្ញុំគោលបំណងរបស់ខ្ញុំទៅសេអក្សរជើងថទេបាទជើងថអាចទៅសេបែបហ្នឹងបានឃើញមានក្នុងស្លាយចិត្តទៅសេបែបហ្នឹងប៉ុន្តែបាទវីដេអូហ្នឹងរៀងវែងបន្តិចហើយអញ្ចឹងចេញពីអក្សរថមកយើងមើលពាក្យនេះបកមកអានវិញនេះអានេះអក្សរសជើងថនិស្ថលឬក៏អានថានិស្ថលនោះមិនមែនពាក្យខ្មែរទេពាក្យសំស្ក្រឹតសុទ្ធហើយនេះណូស្អេសជើងថសោនិងរសំទោសអត់មានវិរាមទេពាក្យហ្នឹងនិស្ថុរានិស្ថលនេះដូចជាប្រែថាភក្តីភាពការស្មោះត្រង់ស្រឡាញ់ពេញចិត្តអីហ្នឹងតនេះខ្ញុំបាទអញ្ចឹងវែងបន្តិចហើយចេញពីអក្សរថមកយើងមករៀនអានពាក្យនេះឡើងវិញអញ្ចឹងក្រោយពីបានសាកល្បងទៅសេហើយមិនដឹងថាពាក្យហ្នឹងត្រូវឬខុសយ៉ាងណាអក្សរហ្នឹងត្រូវឬខុសយ៉ាងណាមិនទាន់ច្បាស់មកសាកអានសិននិស្ថលអញ្ចឹងនិស្ថលនេះប្រែថាភក្តីភាពបាទភក្តីភាពចំពោះគ្នានឹងគ្នាហ្នឹងនេះដល់ពេលនិសដែរជើងថសអូនឹងរនេះនិស្ថុរៈនេះប្រែថាខុសខើវវចនានុក្រមខ្មែរបុរាណក៏បានស្អីហើយខ្ញុំឆែកមើល